ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់កិច្ចសម្ភាសន៍រវាងលោកអ៊ិតសខាជាមួយពលរដ្ឋខ្មែរនៅប្រទេសបារាំងលោកដាវីតសវណ្ណជាមួយនឹងពលរដ្ឋនៅសហរដ្ឋអាមេរិកលោកទឹកផាណាជំវិញការប្រតិកម្មរវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោកហ៊ុនសែនទៅកាន់យុវជនដែលគ្រាន់តែបញ្ចេញមតិទាក់ទងទៅនឹងយន្តនៅកម្ពុជាចាស់ចង់ដឹងថាតើកិច្ចពិភាក្សាមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅបាទសូមជម្រាបសួរអរលោកអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីបាទវិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃនេះបានធ្វើកិច្ចពិភាក្សាមួយជាមួយនឹងលោកដាវីតសវណ្ណដែលជាពលរដ្ឋខ្មែរនៅប្រទេសបារាំងគាត់បានអញ្ជើញមកធ្វើការឃោសនារកសម្លេងឆ្នោតឲ្យគណៈបកសង្គ្រោះជាតិជាពិសេសគាត់បានធ្វើការឃោសនាជាមួយនឹងលោកមេសវណ្ណរាជាបេក្ខជនអ្នកតំណាងរាស្ត្រនៅខេត្តបន្ទាយមានជ័យហើយវាគ្មិនយើងមួយរូបទៀតគឺលោកទឹកផាណាក៏បានអញ្ជើញមកពីសហរដ្ឋអាមេរិកដែរគាត់បានមកក្នុងនាមការជួយឃោសនារកសម្លេងឆ្នោតឲ្យគណៈបកសង្គ្រោះជាតិជាមួយនឹងលោកមេសវណ្ណរានៅខេត្តបន្ទាយមានជ័យផងដែរប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ឃើញថានៅយប់ថ្ងៃទី31ខែកក្កដាកន្លងទៅថ្មីហ្នឹងលោកបានទៅពិសាអាហារនៅភោជនីយដ្ឋានមេកុងយូមាត់ទន្លេក្បែរស្ពានទុយវ៉ាប៉ុន្តែលោកបានឃើញពលរដ្ឋមួយរូបក្នុងចំណោមអ្នកដែលទៅអញ្ជើញពិសាអាហារនៅមេកុងយូនោះហើយបានប៉ះទង្គិចពាក្យសម្ដីជាមួយនឹងលោកផៃស៊ីផានជារដ្ឋលេខាធិការទីស្តីការរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យទីស្តីការរដ្ឋមន្ត្រីក៏ដូចជាប៉ះពាក្យសម្ដីជាមួយនឹងលោករស់ចន្ទ្របុត្រដែលជាអ្នកប្រវត្តិសាស្ត្រឥឡូវនេះលោកខ្លាយជាទេសរដ្ឋមន្ត្រីនិងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយខ្ញុំផងដែរក៏បានប៉ះជាមួយនឹងសម្ដីជាមួយនឹងលោកឈឹមផលវរុនដែលជាអ្នកវិភាគឲ្យគណៈបកប្រជាជនកម្ពុជាបន្ទាប់មកក៏បានប៉ះជាមួយនឹងលោកជុំកសលផងដែរតាក់ទងទៅនឹងពាក្យសម្ដីដែលបរិសម្នាក់ដែលទៅញ៉ាំអាហារនៅមេកុងយូនោះបានពោលពាក្យថាខ្លួនខ្មែរក្បាលយួនហើយនឹងមានបណ្ឌិតមកពីបរទេសហើយបានបម្រើឲ្យយួននេះជាដើមពាក្យសម្ដីទាំងប្រមាណម៉ាត់នេះធ្វើឲ្យលោកផៃស៊ីផានក៏ដូចជាលោករស់ចន្ទ្របុត្រនិងលោកឈឹមផលវរុនដែលជាគេស្គាល់ថាជាអ្នកវិភាគឲ្យខាងគណៈបកប្រជាជនកម្ពុជាបានខឹងទៅលើបរិបទមួយដែលទុនខ្សោយហើយបានគ្របដណ្ដប់នៅអំណាចនៅក្នុងការគ្របដណ្ដប់អំណាចនោះលោកដាវីតសវណ្ណដែលគាត់បានញ៉ាំអាហារនៅលើមេកុងយូនៅក្នុងភោជនីយដ្ឋានមេកុងយូក៏បានធ្វើការឆ្លើយតបការពារជនរងគ្រោះគឺលោកបរិសម្នាក់ដែលបានធ្វើការនិយាយដោយប្រយោលមិនចំឈ្មោះដូច្នេះដើម្បីចង់ដឹងដើម្បីឲ្យលោកនាងជ្រាបថាតើរឿងរ៉ាវទាំងអស់នេះវាដំណើរការបែបណានោះឥឡូវនេះលោកដាវីតសវណ្ណក៏ដូចជាលោកទឹកផាណាកំពុងតែនៅក្នុងបន្ទប់ផ្សាយហើយខ្ញុំបាទសូមជម្រាបសួរលោកដាវីតសវណ្ណបាទសូមជម្រាបសួរលោកអ៊ិតសខាបាទហើយជាបន្តសូមជម្រាបសួរលោកទឹកផាណាបាទជំរាបសួរបងអូនអ៊ិតសខាអរគុណលោកទាំងពីរដែលបានចំណាយពេលវេលាមកដល់បន្ទប់ផ្សាយវិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃនេះជាជម្រាបជូននៅព្រឹត្តិការណ៍ចំពោះព្រឹត្តិការណ៍ដែលមានបរិសម្នាក់គាត់បាននិយាយពាក្យដោយប្រយោលប៉ុន្តែប៉ះទៅលើក្រុមដែលមានខ្លួនដូចជាលោកផៃស៊ីផានរស់ចន្ទ្របុត្រប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍លោកដាវីតសវណ្ណដូចខ្ញុំទទួលបានព័ត៌មានថាលោកនៅជាមួយគ្នានោះដែរតែលោកបានធ្វើអន្តរាគមន៍អ្វីខ្លះដើម្បីជួយទៅដល់បរិសម្នាក់ដែលទុនខ្សោយនោះបាទសូមជម្រាបសួរជាពិសេសសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងតាមដានស្ដាប់ជាខ្មែរប៉ុស្តិ៍ជាទីមេត្រីហើយសូមជម្រាបសួរដល់បងប្អូននៅជុំវិញពិភពលោកបាទព្រឹត្តិការណ៍នៅថ្ងៃទី31ខែកក្កដាខ្ញុំបានធ្វើដំណើរចេញពីខេត្តកំពង់ឆ្នាំងហើយឆ្ពោះមកទីក្រុងភ្នំពេញមកដល់កន្លែងសន្តាគារមួយឈ្មោះថាមេកុង View Tower ដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គហើយមានកម្ពស់រហូតដល់16ជាន់បាទកន្លែងនេះជាលើកទី1ហើយដែលខ្ញុំបានធ្វើដំណើរមកកន្លែងនេះមកពិសាភោជនីយដ្ឋានតាមរយៈក្រុមខ្ញុំទាំងអស់គ្នាដែលមកពីខេត្តកំពង់ឆ្នាំងមកដល់យើងចាប់ផ្ដើមអង្គុយតុពិសាអាហារទាំងអស់គ្នានឹងហើយខ្ញុំឃើញបងប្រុសម្នាក់នោះកំពុងតែនិយាយអំពីបញ្ហានយោបាយពីបញ្ហាជនអន្តោប្រវេសន៍ដែលហូរចូលក្នុងស្រុកខ្មែរខុសច្បាប់ហើយលោកបាននិយាយអំពីពាក់ព័ន្ធនឹងជនខ្លះជាជនដែលមានក្បាលយួនខ្លួនខ្មែរហើយខ្លះទៀតគាត់បាននិយាយថាខ្លះជាបណ្ឌិត
ល្ងីល្ងើដែលចេះតែបកស្រាយរឿងខុសប្រវត្តិសាស្ត្រអញ្ចឹងហើយនៅពេលនោះខ្ញុំឃើញមានប្រតិកម្មរបស់លោកផៃសិផានបានលោកផៃសិផានហ្នឹងបានលើកដៃថាខ្លួនជាខ្មែរដែរហើយបន្ទាប់មកឃើញប្រតិកម្មរបស់លោកឈឹមផលទរុនបាទគាត់បាននិយាយថាតើពួកឯងចង់ជាប់គុកឬមួយក៏ពួកអូបាម៉ានឹងក៏អាចជួយពួកឯងបានដែរពួកឯងចង់ជាប់គុកហើយកឹមសុខាសំរងស៊ីក៏មិនអាចក៏ត្រូវតែជាប់គុកដែរនឹងមិនអាចធ្វើបានតំណែងរាជទេបើសិនហើយពេលនោះខ្ញុំឃើញលោកផៃសិផានហ្នឹងលើកទូរស័ព្ទមកនិយាយថាហើយចង់ហៅសំរងស៊ីកឹមសុខាមកអញហៅឲ្យបាទខ្ញុំឃើញចរិតកាយវិការរបស់មន្ត្រីអស់ទាំងនោះខ្ញុំពុំអាចទប់កំហឹងខ្ញុំបានខ្ញុំក៏ស្ទុះទៅហើយខ្ញុំក៏ងើបទៅដល់ថារឿងអីហេតុអីចាំបាច់ទៅប៉ះពាល់ដល់លោកកឹមសុខាលោកសំរងស៊ីពីព្រោះរឿងនេះឃើញលោកប៉ះពាល់នឹងរឿងប្អូនរបស់រឿងក្មេងនេះដែលនិយាយអំពីបញ្ហាជនអន្តោប្រវេសន៍ជនចាញ់បញ្ហាក្បាលយួនខ្លួនខ្មែរហ្នឹងហើយក្មេងមិនយុវជននោះពុំបាននិយាយប៉ះពាល់អ្វីដល់ឈ្មោះអស់លោកទេហេតុអីបានលោកយកខ្លួនទៅដាក់បៀតពេលនោះមនុស្សម្នាក់នោះដែលឈ្មោះថាឈឹមផលទរុនបានឆ្លើយប្រាប់ថាពីព្រោះគេជាយួនអញជាយួនឆ្លើយថាអញជាយួនហើយខ្ញុំបាននិយាយថាខ្ញុំសួរសំណួរមួយសួរទៀតថាបើសិនជាលោកបើគេអនុញ្ញាតប៉ះពាល់នឹងលោកហេតុអីក៏លោកយកខ្លួនរងបានន័យថាលោកមានខ្លួនមែនទេហើយជនម្នាក់នោះចាប់ផ្ដើមស្ទុះកំហឹងមកដល់ខ្ញុំដែរថាមិនឯងចង់ជាប់ដែរហើយខ្ញុំថាខ្ញុំអត់ខ្លាចទេព្រោះខ្ញុំមានសិទ្ធិកាតព្វកិច្ចក្នុងការនិយាយស្ដីខ្ញុំមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដីព្រោះខ្ញុំរស់នៅស្រុកបារាំងខ្ញុំមានសិទ្ធិក្នុងការបញ្ចេញមតិមានសិទ្ធិសពបែបយ៉ាងក្នុងការដល់យោបល់ក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិហើយខ្ញុំជាកូនខ្មែរម្នាក់ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ដែលខ្ញុំរស់នៅស្រុកគេរហូតដល់មកខ្ញុំបានធ្វើដំណើរមកដល់ស្រុកនេះពីព្រោះខ្ញុំមិននឹកស្មានថាស្រុកនេះពិតប្រាកដណាស់ថាពិតជាស្រុកដែលរំលោភសិទ្ធិមនុស្សដែលបានធ្វើឲ្យប្រជាពលរដ្ឋបង្ហូរទឹកភ្នែកចឹងខ្ញុំឃើញជាក់ស្ដែងអំពើសកម្មភាពរបស់ជនទាំងនោះមិនស័ក្តិសមជាមន្ត្រីដែលមានរហស្សនាមថាជាខ្មែរដែលមានឋានៈខ្ពង់ខ្ពស់ទេមើលងាយយុវជននោះខ្លាំងណាស់អញ្ចឹងហើយបានធ្វើឲ្យកំហឹងខ្ញុំពុះកញ្ជ្រួលខ្លាំងមែនទែនខ្ញុំពុំអាចទ្រាំបានរហូតដល់ខ្ញុំស្ទុះទៅពាំងមុខខ្ញុំថាខ្ញុំនឹងរកយុទ្ធធម៌ឲ្យយុវជននោះទោះបីខ្ញុំត្រូវពួកនោះធ្វើបាបខ្ញុំឬក៏ចាប់ខ្ញុំយ៉ាងណាចាប់ខ្ញុំធ្វើអ្វីក៏ដោយមួយផ្លែនោះខ្ញុំឃើញលោកថៃសិផានហើយនិងលោកឈឹមផលទរុនចាប់ផ្ដើមទូរស័ព្ទហៅក្រុមប៉ូលីសទាហានបញ្ជាឲ្យពួកទាំងនោះមកចាប់ជននោះយុវជននោះយកទៅប៉ុន្តែខ្ញុំនិយាយថាយុវជននេះគ្រាន់តែជាអ្នកនិយាយក្នុងការតវ៉ាក្នុងការវែងញែករឿងនយោបាយរឿងអីហេតុអីបានជាលោកមកប្រើសិទ្ធិអីមកចាប់យុវជននោះពេលនោះគេបានប្រើសម្ដីធន់មកលើខ្ញុំថាតើឯងជាអ្នកណាមកពីណាខ្ញុំថាខ្ញុំជាខ្មែរហើយគេឃើញអក្សររបស់ខ្ញុំពេលខ្ញុំនិយាយប្រហែលជាគិតថាខ្ញុំនឹងមកពីស្រុកក្រៅហើយមួយផ្លែនោះខ្ញុំឃើញបុរសម្នាក់រឿងវ័យចំណាស់ស្ទុះមកសួរខ្ញុំថាអ្នកឯងមកពីណាមកពីស្រុកបារាំងមែនទេហើយខ្ញុំក៏ចាប់ដើមសួរទៅបុរសវិញថាហេតុអីបានឯងថាខ្ញុំមកពីស្រុកបារាំងមួយផ្លែនោះខ្ញុំមានឮគេម្នាក់ថាពីព្រោះម្នាក់ហ្នឹងក៏មកពីស្រុកបារាំងដែរខ្ញុំក៏ចាប់ដើមសួរថាបើអ្នកឯងមកសួរខ្ញុំអញ្ចឹងបានន័យថាអ្នកឯងនឹងមកពីស្រុកបារាំងដែរពេលនោះលោកនឹងប្រាប់ខ្ញុំថាគេនឹងឈ្មោះរស់ច័ន្ទប្របុត្រពេលនោះខ្ញុំចាប់ដើមថាខ្ញុំបានស្គាល់ហើយរស់ច័ន្ទប្របុត្រអញ្ចឹងបានន័យថាលោកសិទ្ធិគ្នារបស់លោកដែលមកបង្ខំឲ្យយុវជននឹងចង់ចាប់យុវជននឹងមែនទេហើយគេឆ្លើយខ្ញុំថាគេមិនចង់និយាយរកខ្ញុំទេពីព្រោះខ្ញុំដឹងថាហេតុនេះគេមិនចង់និយាយរកខ្ញុំពីព្រោះគេមិនចង់ឲ្យជនណាលោកដៃមកជួយសង្គ្រោះមកជួយយកដោះស្រាយដល់បញ្ហាយុវជនដែលកំពុងតែនិយាយអំពីបញ្ហានយោបាយអំពីជនអន្តោប្រវេសន៍ហ្នឹងអញ្ចឹងហើយបានគេខំឲ្យខ្ញុំទៅឲ្យឆ្ងាយខ្ញុំថាខ្ញុំមិនទៅដាច់ខាតក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំត្រូវជួយយុវជននោះឲ្យបានពេលនោះគេបានហៅកងកម្លាំងប្រដាប់អាវុធចំនួនមានប៉ូលីសចំនួន15នាក់ហើយនិង PM ចំនួន15នាក់ចូលមកដល់ហើយខ្ញុំឃើញយុវជននោះភ័យស្លន់ស្លោយ៉ាងខ្លាំងពីព្រោះលោកឈឹមផលទរុននឹងបានគម្រាមថាអញនឹងចាប់ឯងយកទៅដាក់គុកឲ្យទាល់តែបានយុវជននោះព្យាយាមអង្វរគេហើយខ្ញុំនឹកឃើញថាខ្ញុំបានប្រាប់យុវជនថាយើងជាយុវជនម្នាក់កុំអង្វរគេយើងត្រូវតែដោះស្រាយបញ្ហាចំពោះមុខយើងក៏មានសិទ្ធិជាពលរដ្ឋម្នាក់ក្នុងការតវ៉ាដែរអ្វីត្បិតតែប្អូនជាយុវជនប្អូនជាក្មេងចំនួនក្រោយក៏ដោយប្អូនត្រូវគិតថាប្អូនបាននិយាយនេះគឺប្អូនបានធ្វើឲ្យអារម្មណ៍ខ្ញុំបាននឹកឃើញថាប្អូនជាយុវជនម្នាក់ដែលក្លាហានហ៊ានបញ្ចេញមតិដូច្នេះខ្ញុំបានប្រាប់យុវជនថាកុំឲ្យទៅសុំទោសគេជាដាច់ខាតពីព្រោះយុវជននោះឬសម្រែករបស់លោកឈឹមផលទរុនបានស្រាយថាត្រូវតែលុតជង្គង់
សំពះហើយខ្ញុំបានថាតើខ្ញុំបានសួរលើកសំណួរសួរទៅអស់លោកថាតើយុវជននេះខុសអីលោកបង្ខំឲ្យគេលុតជង្គង់សុំទោសលោកគេគំរាមខ្ញុំទៀតគេថាកុំឲ្យខ្ញុំចេះលោកដៃបើចេះលោកដៃគេនឹងចាប់ទៅដែរខ្ញុំថាខ្ញុំអត់ខ្លាចទេទោះលោកចាប់ខ្ញុំទៅណាក៏ខ្ញុំមិនខ្លាចដែរហើយខ្ញុំនឹងរក្សាការពារយុវជននោះឲ្យបានខ្ញុំនឹងយកយុវជនពេលនោះខ្ញុំមានកំហឹងខ្លាំងមែនទែនប៉ុន្តែខ្ញុំនឹកឃើញថាតលរយៈភាពនៃកម្លាំងក្នុងការជជែកគ្នាมันមានភាពស្មើគ្នាពីព្រោះគេអាងថាគេមានតំណែងខ្ពង់ខ្ពស់ក្នុងរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីអគ្គតិហ៊ុនសែនហ្នឹងខ្ញុំនឹកឃើញថាដូច្នេះខ្ញុំគិតថាពេលនោះខ្ញុំដូចជាកូនជាមួយរូបដែលស្ថិតនៅក្នុងជង្គង់ខ្លាប៉ុន្តែខ្ញុំមិនខ្លាចមិនតក់ស្លុតឡើយខ្ញុំព្យាយាមតវ៉ាបានទៅតមកជាមួយក្រុមទាំងនោះមានគ្នា6នាក់គឺលោកឈឹមផលពរុននឹងឯងក៏រស់ច័ន្ទត្រាបុតហើយនឹងផៃសភានឹងគេខ្លាំងណាស់គេគំរាមខ្ញុំគេសម្លុតខ្ញុំមែនតើតែខ្ញុំមិនខ្លាចទេមានបងប្អូនសាក់សីទាំងអស់ដែលជុំវិញខ្ញុំនឹកឃើញថាខ្ញុំមានខ្មែរនៅជុំវិញខ្ញុំប្រកាសជាជួយខ្ញុំដែរខ្ញុំឃើញបងប្អូនខ្មែរដែលបម្រើនៅក្នុងភោជនីយដ្ឋានហ្នឹងគេចេះតែប្រាប់ខ្ញុំគេចេះតែលួចខ្សឹបខ្ញុំហើយគេថាមានគេនៅនឹងដែរខ្ញុំក៏មានសន្ទុះទឹកចិត្តខ្លាំងខ្ញុំនឹកឃើញថាខ្ញុំនឹងតស៊ូដំណាក់កាលចុងក្រោយដើម្បីយកយុវជននោះឲ្យរួចខ្លួនតតែបានពេលនោះខ្ញុំមានអារម្មណ៍មួយថាខ្ញុំមានមិត្តភក្តិខ្ញុំដូចជាលោក Steve Header គាត់បានប្រាប់ខ្ញុំបើសិនជាខ្ញុំមានបញ្ហាអីឲ្យទេទៅគាត់ខ្ញុំជឿជាក់ថាលោក Steve Header អាចមកដល់ទាន់ពេលវេលាហើយលោក Steve Header សូមបញ្ជាក់ថាគាត់គឺជាមនុស្សម្នាក់ដែលអាចជួយឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរងគ្រោះក្នុងបញ្ហានយោបាយឲ្យរួចបានហើយខ្ញុំបាននឹកឃើញម្នាក់ទៀតដែលជាមិត្តភក្តិរបស់ខ្ញុំកាលនៅអង្គការឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិខ្ញុំបានទូរស័ព្ទទៅគាត់ទាំងអស់ហើយខ្ញុំបានទូរស័ព្ទទៅអង្គការ Liga do ខ្ញុំបានទូរស័ព្ទទៅអង្គការ Amnesty International ដើម្បីប្រាប់ពីរឿងហេតុដល់គាត់ពេលនោះតើគាត់បានទទួលទូរស័ព្ទពីខ្ញុំហើយគាត់បានជម្រាបប្រាប់ខ្ញុំថាកុំឲ្យខ្ញុំនឹងតក់ស្លុតអសោះនិយាយរឿងនយោបាយគេគ្មានសិទ្ធិធ្វើអីមកលើយើងទេខ្ញុំធ្វើអីសន្ទុះទឹកចិត្តខ្ញុំកាន់តែពុះកញ្ជ្រោលឡើងហើយខ្ញុំកាន់តែមានសង្ឃឹមឡើងថាខ្ញុំនឹងអាចជួយយុវជននឹងឲ្យទាល់តែបានពីព្រោះខ្ញុំនឹកឃើញថាយុវជននោះពិតជាយុវជនខ្មែរដ៏អាចក្លាហានហ៊ានតវ៉ាប្រឆាំងជាមួយបកពួកវិក្រមនេះដែលជាក្រុមដែលមានឋានន្តរស័ក្តិមានបុណ្យស័ក្តិខ្ពង់ខ្ពស់រហូតដល់គេប្រាប់ខ្ញុំថាលោករស់ច័ន្ទត្រាបុតគេបានប្រាប់ខ្ញុំផ្ទាល់មកថារស់ច័ន្ទត្រាបុតជាទេសរដ្ឋមន្ត្រីហើយម្នាក់ទៀតបានប្រាប់ខ្ញុំថាថៃសិផានហើយមួយទៀតបានប្រាប់ថាក្បាលយួនឈឹមផលពរុនហើយដូច្នេះហើយធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ខ្ញុំខឹងខ្លាំងមែនតើខ្ញុំសឹងថាបើសិនជាខ្ញុំអាចធ្វើអ្វីបានមួយផ្លែតនោះខ្ញុំនឹងធ្វើព្រាមប៉ុន្តែខ្ញុំគិតមួយដងទៀតពីរដងទៀតខ្ញុំថាខ្ញុំត្រូវតែរកកំណត់អ្វីដែលអាចជួយយុវជននោះបានពេលនោះខ្ញុំនឹកឃើញខ្ញុំបានទូរស័ព្ទទៅហៅបងប្រុសម្នាក់ព្រោះគាត់ជាមនុស្សដែលមានសេចក្តីក្លាហានដែលធ្លាប់ធ្វើការជាមួយខ្ញុំពីមុនមកខ្ញុំនឹកឃើញដូច្នេះហើយបានខ្ញុំនឹកឃើញថាខ្ញុំត្រូវទូរស័ព្ទមកគាត់ធ្វើការជាមួយខ្ញុំធ្លាប់ជួយបុរសម្នាក់ត្រូវគេបាញ់សម្លាប់តាមប្រមាញ់រហូតដល់ថាប្រមាថ3លាប្រមាថថានឹងចាប់នឹងតាមបាញ់សម្លាប់ដាក់គុកគឺបុរសនោះមានឈ្មោះថាឌីជីខ្លាហៅផាឡាហើយខ្ញុំបានជួយគាត់ឲ្យរួចផុតពីការគម្រាមកំហែងដែលខ្ញុំបាននាំគាត់ទៅអង្គការគ្រប់គ្រងកន្លែងរហូតដល់គេចេញលិខិតការពារជីវិតគាត់និងបញ្ជូនគាត់ទៅបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកអញ្ចឹងហើយបានខ្ញុំលើកទូរស័ព្ទទៅគាត់ពេលនោះប្រហែលជាកន្លះម៉ោងក្រោយមកគឺគាត់បានមកដល់ដូចបំណងខ្ញុំបានគ្នា2នាក់ធ្វើឲ្យសេចក្តីក្លាហានរបស់ខ្ញុំកាន់តែពុះកញ្ជ្រោលឡើងព្រោះខ្ញុំនឹកឃើញថាខ្ញុំមានគ្នារហូតដល់2នាក់ហើយគឺលោកទឹកផាណាដែលគាត់បានមកដល់កំហឹងខ្ញុំកាន់តែចាប់ផ្ដើមពុះកញ្ជ្រោលជាមួយបរិសទាំង3នោះពេលនោះខ្ញុំឃើញប៉ូលីសទាហានកាន់តែខិតមកជិតខ្ញុំបានជម្រាបប៉ូលីសថាលោកទាំងអស់គ្នាក៏ជាខ្មែរដែររឿងអីហេតុអីបានជាលោកស្ដាប់បញ្ជាគេហើយខ្ញុំបាននិយាយជាមួយលោកផៃសិផានលោកឈឹមផលពីរុនហើយលោករស់ច័ន្ទត្រាបុតថាពួកលោកសិតតែជាមន្ត្រីរាជការលោកប្រើអំណាចហៅទៅសមត្ថកិច្ចមកចាប់ពួកខ្ញុំតើខ្ញុំខុសអីហើយចុះខ្ញុំជាប្រជាពលរដ្ឋម្នាក់តើខ្ញុំមានសិទ្ធិឯណាហៅកម្លាំងដូចលោកបានន័យថាលោកមានអំណាចគ្រប់បែបយ៉ាងមកធ្វើបាបដល់ប្រជារាស្ត្រក្រីក្រក្នុងការបញ្ចេញមតិតស៊ូដោយអហិង្សាតស៊ូដោយឃើញសង្គមពោពេញទៅដោយអយុត្តិធម៌តស៊ូដោយឃើញនៅក្នុងប្រទេសខ្មែរសិទ្ធិអានិកជនយួនអញ្ចឹងហើយបានជាយុវជននោះខឹងខ្លាំងនោះបានជាគាត់ហ៊ានពោលពាក្យថាសិទ្ធិតែក្បាលយួនខ្លួនខ្មែរខ្ញុំជឿជាក់ថាប្រហែលជាយុវជននោះមានកំហឹងជាមួយជនទាំងអស់នោះហើយពីព្រោះជនទាំងអស់នោះបើតាមខ្ញុំដឹងធ្លាប់ឃើញគឺជនទាំងនោះតែងតែបំភ្លៃនៅប្រវត្តិសាស្ត្រ
តែងតែធ្វើការវិភាគខុសការពិតគឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកមានកំហឹងខឹងយ៉ាងខ្លាំងទៅលើជនទាំងនោះហើយខ្ញុំខំតវ៉ាដោយអហិង្សាដោយទប់កំហឹងមែនទែនពីព្រោះជនទាំង3នោះកំពុងតែសម្លុតមកលើខ្ញុំតែម្នាក់ឯងហើយរហូតដល់ខ្ញុំនឹកថាប្រហែលជាខ្ញុំទៅគិតមិនផុតពីការចាប់របស់ប៉ូលីសទេប៉ុន្តែនៅពេលដែលខ្ញុំឃើញបងទឹកផាណាម្ដងខ្ញុំមានសេចក្តីត្រេកអរមែនទែនព្រោះខ្ញុំមានគ្នាខ្ញុំអាចជួយគ្នាបានពេលនោះបងទឹកផាណាគាត់បានឈានចូលមកដល់ហើយគាត់បានចាប់ផ្ដើមស្គាល់លោកផៃខ្ញុំឃើញគាត់ស្គាល់លោកផៃសិផានពីព្រោះលោកទឹកផាណាគាត់មកពីសហរដ្ឋអាមេរិកហើយគាត់បាននិយាយជាមួយលោកផៃសិផានជាភាសាអង់គ្លេសថាយើងធ្លាប់ស្គាល់គ្នាហើយយើងគួរអធិស្ឋានឲ្យគ្នាប៉ុន្តែអាកប្បកិរិយានិងកាយវិការរបស់លោកផៃសិផានមិនយោគយល់មិននិយាយជាមួយលោកទឹកផាណាឡើយហើយដោយប្រើពាក្យធ្ងន់ធ្ងរមកលោកទឹកផាណាផងដែរពេលនោះខ្ញុំបានប្រាប់លោកទឹកផាណាជាភាសាអង់គ្លេសថាសូមឲ្យលោកកុំនិយាយជាមួយជនពួកអស់ទាំងនេះអីមិនស្ដាប់លោកទេពីព្រោះខ្ញុំឃើញអាកប្បកិរិយាតាំងពីដើមមកម្លេះពួកដូចជាមនុស្សកំរោលចូលក្នុងខ្លួនខ្ញុំយល់ថាពួកនេះប្រហែលជាកំពុងតែបាត់បង់អ្វីហើយបានមានចិត្តកំរោលក្នុងខ្លួនយ៉ាងដូចនេះខ្ញុំព្យាយាមបញ្យល់ប្រាប់បងផាណាឲ្យយល់ប៉ុន្តែបងផាណាឃើញសន្ទុះទឹកចិត្តគាត់ដូចខ្ញុំដែរគាត់មានកំហឹងខឹងខ្លាំងណាស់គាត់ព្យាយាមស្រែកនឹងតវ៉ាជាមួយពួកនោះខ្ញុំចាប់ផ្ដើមថយមកជំហៀងផ្សេងដើម្បីខ្ញុំយកពេលវេលាទូរស័ព្ទទៅតំណាក់តំណងអង្គការផ្សេងទៀតឲ្យគេមកជួយយើងប៉ុន្តែដោយសារពេលវេលាហាក់ដូចជាយប់ហើយមានការធ្វើដំណើរមានការពិបាកក្នុងការធ្វើដំណើរមកដល់អញ្ចឹងហើយការមកដល់របស់គាត់ហាក់ដូចជាយឺតបន្តិចពេលនោះគ្មានតែខ្ញុំពីរនាក់គាត់កំពុងតែតវ៉ាជាមួយខ្ញុំហលករុនហើយនៅលោករស់ច័ន្ទប្រាបុតលោកផៃសិផានហ្នឹងឯងពួកនេះបានគម្រាមថានឹងចាប់ពួកខ្ញុំដាក់គុកហើយចាំមើលលោកសំរងស៊ីនិងលោកកឹមសុខាហ៊ានចេញមុខមកទេខ្ញុំប្រាប់ថាខ្ញុំអត់មានតាក់ទងអីជាមួយលោកកឹមសុខាជាមួយលោកសំរងស៊ីទេកុំប្រើពាក្យដូច្នេះចុះប្រសិនបើខ្ញុំប្រើពាក្យថាខ្ញុំនិយាយថាមេនេះគឺខ្ញុំសម្ដៅទៅដល់មេរបស់គាត់នេះគឺលោកហ៊ុនសែនពីព្រោះខ្ញុំឃើញតាមរយៈទូរទស្សន៍កញ្ចក់ទូរទស្សន៍ពួកនេះវាស្រែករាល់ថ្ងៃពួកអស់នេះគឺស្រែករាល់ថ្ងៃស្រែកបំរើឲ្យនយោបាយរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនគឺស្រែកខុសអំពីការពិតបំភ្លឺអ្វីដែលជាការពិតគឺបំភ្លឺទាំងអស់មិនស័ក្តិសមជាបណ្ឌិតទេបណ្ឌិតអញ្ចឹងបានថាយុវជននោះគាត់មានគំនិតខឹងហ្នឹងគឺពិតជាត្រឹមត្រូវពីព្រោះខ្ញុំឃើញកាយវិការនិងអាកប្បកិរិយាក្នុងការនិយាយស្ដីរបស់មនុស្សទាំង3នាក់នេះមិនស័ក្តិសមជាបណ្ឌិតមិនស័ក្តិសមជាទេសរដ្ឋមន្ត្រីខ្មែរទេបាទខ្ញុំសូមអរគុណលោកដាវីតសវណ្ណដែលបានរៀបរាប់នៅព្រឹត្តិការណ៍យ៉ាងវែងឆ្ងាយឲ្យជំរាបជូនអស់លោកអ្នកស្ដាប់ប៉ុន្តែអ្វីដែលខ្ញុំមានចម្ងល់សួរទៅលោកបន្ថែមទៀតហ្នឹងថាតើលោកផៃសិផានលោករស់ចន្ទរបុត្រក៏ដូចជាលោកឈឹមផាប់រុនហ្នឹងគេចោទយុវជនដែលគ្រាន់តែនិយាយថានិយាយដោយប្រយោលហ្នឹងថាចោទពីបទអីបានជាគេហៅប៉ូលីសទៅហ៊ានមករកចាប់ខ្លួននៅពេលនោះខ្ញុំនៅក្បែរនោះខ្ញុំបានឮហើយខ្ញុំបានឃើញកាយវិការរបស់យុវជននោះនិយាយថាសិតតែពួកក្បាលយួនខ្លួនខ្មែរហើយជាបណ្ឌិតដែលមានខួរក្បាលលក់អណ្ដំកតិនិយាយខុសការពិតបំភ្លៃនៅប្រវត្តិសាស្ត្រខ្មែរដូច្នេះហើយបានជាពួកនោះច្រឡោតខោខាងខ្លាំងមែនទែនដែលប៉ះពាល់ដល់កិត្តិយសពួកគេហើយធ្វើឲ្យពួកគេនោះងើបឡើងហើយគំរាមសម្លុតចាប់យុវជននោះហើយដែលឲ្យយុវជននោះធ្វើការលុតជង្គង់សុំទោសសម្លុតទៅដល់យុវជននោះឲ្យយុវជននោះធ្វើការលុតជង្គង់សុំទោសឬក៏សរសេរជាលិលាក់អក្សរដែលពេលនោះហើយដែលខ្ញុំខឹងខ្លាំងណាស់ខ្ញុំប្រាប់យុវជននោះថាក្នុងនាមប្អូនជាកូនខ្មែរមួយរូបប្អូនមិនត្រូវលុតជង្គង់សុំទោសពួកនោះទេប្អូនត្រូវតែអង្គុយឲ្យស្ងៀមចាំបងជួយដោះស្រាយអំពីបញ្ហានេះអញ្ចឹងហើយបានខ្ញុំលូកចូលទៅតទល់ជាមួយជនទាំង3នោះដោយខ្ញុំខឹងឃើញអំពើអយុត្តិធម៌ដែលមិនគួរណាស់កើតឡើងចំពោះយុវជនខ្មែរនោះអញ្ចឹងហើយបានខ្ញុំស្ទុះទៅពាំងទៅរាំងមិនខ្លាចគ្រោះថ្នាក់ជាមួយពួកទាំង3នោះបាទអរគុណលោកដាវីតសវណ្ណដែលបានរៀបរាប់បន្ថែមជុំវិញព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងយុវជនដែលមិនមានអំណាចហើយហ៊ានទៅប៉ះជាមួយនឹងមន្ត្រីមានអំណាចរបស់រដ្ឋាភិបាលដូច្នេះខ្ញុំសូមប្រវល់ទៅលោកទឹកផាណាម្ដងលោកទឹកផាណាអំបញ្ញមិញលោកដាវីតសវណ្ណបានរៀបរាប់ប្រាប់ហើយថាលោកបានជួយទៅយុវជននោះនៅក្នុងព្រឹត្តិការណ៍ដែលមានការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរប៉ុន្តែពេលនោះដំបូងលោកមិននៅក្នុងក្រុមនោះទេ
ហើយលោកត្រូវបានលោកដាវីតសវណ្ណហៅតាមទូរស័ព្ទហើយអញ្ជើញមកប៉ុន្តែខ្ញុំចង់ឲ្យលោកជម្រាបជូនបន្ថែមមើលថាតាមនៅពេលដែលលោកអញ្ជើញមកដល់ព្រឹត្តិការណ៍នោះតើលោកបានជួបនរណាខ្លះមុនគេមិញលោកដាវីតសវណ្ណថាលោកមានបានស្គាល់លោកផៃសិផានអតីតធ្លាប់រស់នៅសហរដ្ឋអាមេរិកនោះដែរលោកអាចរៀបរាប់ជម្រាបជូនអនុស្សាវរីយ៍បន្ថែមទៀតបាទសូមអរគុណលោកអិតសកាខ្ញុំទឹកកណាខ្ញុំអរគុណណាស់ដែលបានខ្ញុំសូមបញ្ចេញមតិចំពោះបញ្ហាចាត់ឡើងខ្ញុំនៅគេនៅបន្ទប់ទេបងអូនពីរអ្នកបានខកបងអញ្ជើញមកជាបន្ទាន់យើងមានបញ្ហាធំណាស់អញ្ចឹងខ្ញុំថាបញ្ហាអីខ្ញុំថាបញ្ហាមានប៉ះសម្ដីគ្នាជាមួយលោកផៃសិផានខ្ញុំលើកថាអូផៃសិផានគេជាមន្ត្រីខាងឃោសនាការផងគេអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផងហើយដែលមនុស្សតែគេកំពុងតែមិនពេញចិត្តទេគឺថានាំពាក្យមកខ្ញុំគិតឃើញថាផៃសិផានធ្លាប់រស់នៅទីក្រុងឡង់ប៊ីចជាមួយខ្ញុំយល់ថាស្គាល់គ្នាហើយស្គាល់មានការគោរពគ្នាទៅវិញទៅមកខ្ញុំក៏ឡើងម៉ូតូទៅយ៉ាងលឿននៅក្នុងកណ្ដាលភ្លៀងពេលនោះភ្លៀងបាទនៅខាងក្រៅនឹងភ្លៀងលឹមចែកហ្នឹងគឺថាខ្ញុំពាក់កៅអៅពឹបក្នុងរយៈពេល5នាទីបាត់បើកទៅឆ្លងស្ពានជួយច្បាប់ទៅដល់អូតែមួយឈ្មោះគេថាមេកុងយូហ្នឹងគេថាទេសភាពមាត់ទន្លេដល់ឡើងទៅជាន់ទី16ខ្ញុំកំពុងតែឃើញមានប៉ូលីស PM ពេញហ្នឹងខ្ញុំដើរចូលទៅហ្មងហើយខ្ញុំអត់ដឹងជាអ្នកណាខ្ញុំអត់ស្គាល់អ្នកណានឹងអង្គុយតុកណាទេដល់ខ្ញុំឃើញផៃសម្បានខ្ញុំថាមានរឿងអីក៏ដល់គេឆ្លើយមកខ្ញុំយ៉ាងបើហឺនកោកកាច់គេថាបងពីណាខ្ញុំថាខ្ញុំមកខ្ញុំលឺគ្នាខ្ញុំមានបញ្ហាបាទដល់អញ្ចឹងទៅគេថាឥឡូវហ្នឹងឲ្យប៉ូលីសរៀនចាប់ពីព្រោះវាឆ្លើយវាហៅពួកខ្ញុំយួនអីណាដល់អញ្ចឹងទៅខ្ញុំក៏នឹកឃើញថាមានតែការសំណុំស្រួលពួកខ្ញុំមកចំកណ្ដាលទីខ្ញុំអត់ដឹងដើមហេតុយ៉ាងម៉េចចុងហេតុយ៉ាងម៉េចទេគាត់ខ្ញុំឃើញថាគេបានប្រើអំណាចឲ្យផៃសិផានដែលធ្លាប់ស្គាល់ខ្ញុំនៅទីក្រុងឡង់ប៊ីចជាមួយគ្នាហើយធ្លាប់ជាអ្នករស់នៅភូមិស្រុកជាមួយនៅរាប់ឆ្នាំដល់ឥឡូវហ្នឹងស្រាប់តែបដូរកំណត់មកចេញចរិតចលើបើអត់មានចង់ស្គាល់ខ្ញុំហើយនិយាយអង់គ្លេសខ្ញុំថាឥឡូវនេះខ្ញុំសូមឲ្យបញ្ចប់ទៅណាក្មេងហ្នឹងមានកំហុសអីណាបើថាគេសុំទោសអីហើយឥឡូវចង់អត់ទេគេថាត្រូវតែយកក្មេងយកទៅដាក់គុកឲ្យបានណាគេបញ្ចេញកម្លាំងដូចហៅថាបើហ៊ឿនកោងកាច់បើអំណាចខ្លួនឯងទៅជាមន្ត្រីហ្នឹងមានបញ្ហាអញ្ចឹងហើយពួកហ្នឹងចាំពី3នាក់ទៀតខ្ញុំអត់ទៅស្គាល់គេទេប៉ុន្តែគេសម្លុតខ្ញុំគេថាលោកឯងមកណាជាណាខ្ញុំឈ្មោះទៅបណ្ណាខ្ញុំមកសហរដ្ឋអាមេរិកកាលីហ្វ័រញ៉ាឡង់ប៊ីចខ្ញុំស្គាល់ផៃសិផានបានគេថាហើយខ្ញុំអត់ដឹងថាលោកនឹងរស់ច័ន្ទបុតបណ្ឌិតឬក៏ឈឹមបបរិនខ្ញុំឮតែឈឹមបបរិនខ្ញុំយួនគេហៅខ្ញុំក្បាលយួនប្រហែលជាលោកឯងយួនមែនតើហើយដល់អញ្ចឹងទៅខ្ញុំគ្មានអីក្រៅតែពីសម្រួលចង់ឃើញភាពគឺថាអត់ចង់ឲ្យមានអ្នកណាកូនខ្មែរម្នាក់ទៅជាប់គុកដោយសាររឿងស្រឡាញ់ជាតិដោយសារបោះសម្ដីខ្ញុំជឿថាប្រហែលជាប្អូនខ្មែរម្នាក់នឹងមួយរូបនឹងគឺថាគាត់គុំយូរហើយដោយសារពួកដែលគឺថាបំរើនយោបាយកុម្មុយនីសហ្នឹងគ្មានស្គាល់ដូចជាផៃសិផានជាដើមហ្នឹងផៃសិផានឥឡូវអត់មាននេះទេអត់មានបល័យដៃទេអស់លោកណាអស់លោកខាងសារ៉ាន់សូមមេត្តាជ្រាបនៅឡង់ប៊ិចខ្ញុំឃើញផ្ទាល់ភ្នែកឲ្យចរិតឥឡូវដូរសម្បើមគឺថាគ្មានចេញពីសេរីសហរដ្ឋអាមេរិកទៀតទេមកហើយគ្មានធម៌មេត្តាទេខ្ញុំសូមលោកខ្ញុំនិយាយជាភាសាអង់គ្លេសខ្ញុំថាសូមមេត្តាអនុគ្រោះទៅណា work it out ណាដើម្បីដោះលែងបងអូនហ្នឹងទៅកុំឲ្យអស់លោកគេចាប់ទៅមានជាប់គុកចិត្តវៈណាស្រាប់គេបោះសម្ដីមកអូតាំងពីមជាឈឹមប៉ពីរិនណៃណាខ្ញុំអត់ស្គាល់លោកបណ្ឌិតណាទេខ្ញុំអត់ដឹងទេប៉ុន្តែសម្ដីខ្លាំងណាលោកឯងកុំចេះហើយលោកឯងទៅអង្គុយស្ងៀមអីចឹងទៅបោះសម្ដីខ្ញុំចឹងហើយផៃសិផានទៀតថាអត់មានធ្វើស្គាល់គ្នាណាហើយក្នុងហ្នឹងខ្ញុំកលេចទៅទៀតខ្ញុំឃើញមានលោកទូចអមរាលេខអកហ្នឹងដែលដើរតាមក្រោយផៃសិផានហ្នឹងអង្គុយស្ងៀមអត់មកអត់កអីទេហ្នឹងក៏ជាមិត្តភក្តិខ្ញុំដែរណាគេបងខ្ញុំមួយឆ្នាំពីរខ្ញុំហៅគេបងហើយខ្ញុំថាមិនមិនជួយលោកមកលោកឯងជួយគាត់អង្គុយស្ងៀមគាត់មានមាត់កយទាំងអស់ដូច្នេះភាពមិនប្រក្រតីនៅក្នុងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះណាបាទបងអូនដេវីតគាត់ថាយើងអត់តែខ្លាចពួកគេទេវាអត់មានតែខុសទេណាបងហើយខ្ញុំចឹងព្រោះដល់ចឹងទៅខ្ញុំឃើញទស្សនវិជ្ជាប៉ូលីសទាហាន PM នោះគាត់មកគាត់អត់មានធ្វើអីគាត់ឈរស្ងៀមគាត់ដូចជាពេញចិត្តនឹងពួកយើងដែរព្រោះគាត់អត់ចូលចិត្តពួកហ្នឹងហើយខ្ញុំបានឃើញទស្សនវិជ្ជាមួយទៀតmanager អូតាគាត់ថាគឺច្រឡំកាត់បាត់ទេសូមឲ្យបញ្ចប់ហើយថៃសភានគេចាប់ផ្ដើមមកសម្លុត manager អូតាទៀតគឺថាមិនលោកឯងចង់មានឈ្មោះនៅក្នុងដែរចង់គេចាប់ចង់គឺថាចរិតនឹងគឺថាថោកទាបមែនតើហ្មងថោកទាបដូចចវាយរបស់គាត់ចឹងណាហើយដល់ចឹងទៅខ្ញុំឃើញមនុស្សម្នាក់ទៀតដែលខ្ញុំស្គាល់ជុំកសល
ជុំកសលហ្នឹងជាអ្នកវិភាគព័ត៌មានរាល់ថ្ងៃនៅក្នុងទូរទស្សន៍ហ្នឹងដូច្នេះខ្ញុំសូមជំរាបប៉ុណ្ណឹងបាទអរគុណលោកសិទ្ធិណាដែលបានរៀបរាប់បន្ថែមជំរាបជូនដល់លោកអ្នកស្ដាប់ជុំវិញនឹងព្រឹត្តិការណ៍ប៉ុន្តែឥឡូវចង់សួរលោកដាវីតសវណ្ណវិញម្ដងថានៅពេលដែលយុវជននោះបានបាក់អង្គិចពាក្យសម្ដីជាមួយនឹងលោកផៃសុផាន់លោករស់ចន្ទរបុត្រក៏ដូចជាលោកឈឹមផលព្រំនោះហើយតើលោកមានបាននិយាយអំពីខ្លឹមសារនៃយុវជននោះជំរាបឆ្លើយឆ្លងជាមួយនឹងក្រុមលោកផៃសុផាន់នោះទេពេលនោះខ្ញុំឃើញជនទាំង3នោះចោទទៅលើយុវជននោះថាគឺជាបទបរិហាគេនិងបទប្រកាន់ពូជសាសន៍និងបទញុះញង់គេចោទទៅលើ3ករណីនេះឯងហើយគេបានប្រកាសថាក្នុងនាមគេជាទេសរដ្ឋមន្ត្រីគេយកសិទ្ធិប្តឹងប៉ុន្តែខ្ញុំបានលើកសំណួរថាតើលោកប្តឹងយ៉ាងម៉េចគ្រាន់តែនិយាយមិនបានប៉ះពាល់ដល់លោកផងហ្នឹងតើលោកមានខ្លួនហើយពួកលោកមានខ្លួនគ្រាន់តែយុវជននេះនិយាយក្នុងតុរបស់គេលោកអានប្រើអំណាចអីសិទ្ធិអីមកក៏សម្លុតគេក្នុងការតវ៉ាក្នុងការជជែករឿងនយោបាយពីព្រោះលោកប្រហែលជាមានខ្លួនលោកច្បាស់ជាខ្មាស់គេមែនទេខ្ញុំបានសួរសំណួរទាំងអស់នេះទៅពួកគាត់ប៉ុន្តែពួកទាំងអស់នោះនៅតែគម្រាមសម្លុតខ្ញុំមិនឲ្យខ្ញុំឆ្លើយមិនឲ្យខ្ញុំនិយាយពេលនោះខ្ញុំសួរទៅថាហេតុអ្វីលោកយកប៉ូលីសទៅហ៊ានមកធ្វើអីបើគាត់គ្រាន់តែបញ្ចេញមតិទស្សនៈផ្នែកខាងនយោបាយតាមសិទ្ធិរបស់គាត់ពីព្រោះគាត់គឺជាពលរដ្ឋខ្មែរម្នាក់គាត់អាចមានសិទ្ធិក្នុងការបញ្ចេញមតិពេលនោះក្រុមទាំង3នោះផ្ទុះមកសម្លុតខ្ញុំថាតើបងអូនឯងចេះសិទ្ធិចេះច្បាប់នៅស្រុកបារាំងទេខ្ញុំថាខ្ញុំចេះខ្ញុំរស់នៅស្រុកបារាំងខ្ញុំស្គាល់សិទ្ធិខ្ញុំសេរីភាពខ្ញុំមានសិទ្ធិសេរីភាពពេញទីក្នុងការបញ្ចេញមតិបញ្ចេញយោបល់ហើយខ្ញុំបានសួរវិញថាតើលោករស់ចន្ទប្របុត្រឯងតែធ្លាប់រស់នៅស្រុកបារាំងដែរឬយ៉ាងណាហើយអ្វីក៏លោកមិនស្គាល់ពេលនោះគេគម្រាមខ្ញុំថាបើខ្ញុំមិននៅស្ងៀមទេគឺមិនបិទមាត់ទេគេនឹងឲ្យប៉ូលីសចាប់ខ្ញុំអត់ខ្លាចទេខ្ញុំថាចាប់ទៅណែខ្ញុំហុចកាតឲ្យខ្ញុំហុចប៉ាសពតខ្ញុំឲ្យគេថាអញ្ចឹងបើយកកាតមកខ្ញុំថាឯងមិនមែនជាប៉ូលីសទេមិនមានសិទ្ធិមកឆែកប៉ាសពតខ្ញុំឡើយពេលនោះខ្ញុំក៏លេចទៅបងប៉ូលីសគាត់អត់ហ៊ានមកសួរខ្ញុំឬឆែកប៉ាសពតខ្ញុំទេគ្រាន់តែជាការគម្រាមកំហែងរបស់បងទាំង3នេះឯងគឺគាត់បានសម្លុតមកលើខ្ញុំហើយគាត់បានគម្រាមមកលើខ្ញុំប៉ុន្តែខ្ញុំគ្មានការតក់ស្លុតបន្តិចសោះឡើយពីព្រោះខ្ញុំនឹកឃើញថាខ្ញុំមានសញ្ជាតិបារាំងមួយដែរខ្ញុំមិនខ្លាចទេព្រោះបងទាំង3នេះខ្ញុំយល់ថាកំពុងព្រោះឲ្យថ្នាក់ដឹកនាំឲ្យមេរបស់គាត់ដែលកំពុងតែចាញ់ឆ្នោតចំពោះគណៈបក្សសង្គ្រោះជាតិហើយបានជាគាត់ស្រវឹងស្រាហើយគាត់ខ្វះការពិចារណាកាន់នៅអគតិតាមមេរបស់គាត់ដូចគ្នាអញ្ចឹងបើគាត់ប្រើសិទ្ធិរបស់គាត់ជារដ្ឋមន្ត្រីជាទេសរដ្ឋមន្ត្រីមកគម្រាមដល់ខ្ញុំហើយគាត់បានគម្រាមហើយគម្រាមទៀតគាត់ថានឹងចាប់ខ្ញុំយកទៅដាក់គុកតែខ្ញុំអត់ខ្លាចជាដាច់ខាតហើយខ្ញុំបានប្រាប់ថាទោះបីខ្ញុំចាប់ដាក់គុកឬយ៉ាងណាក៏ខ្ញុំត្រូវតែតស៊ូរំដោះយកយុវជននោះឲ្យបានមួយសម្បត្តិទៅខ្ញុំឃើញឈឹមផលតរុនគេលើកទូរស័ព្ទប៉ុន្តែមិនទៅទីទូទៅនរណាទេមួយសម្បត្តិក្រោយមកខ្ញុំឃើញជុំកសលនោះបានមកដល់ចរិតជុំកសលនោះគ្រាន់តែឈានជើងមកដល់គេចាប់ផ្ដើមសន្លឹកយុវជននោះបន្តតែទៀតហើយគេបានដូចជាមានកំប្លុងចោទស្ទុះទៅវាយយុវជននោះខ្ញុំឃើញបងទាំង3ស្ទុះទៅចាក់ជុំកសលនោះឲ្យអង្គុយហើយគេមកស្រែកមកសួរខ្ញុំថាតើខ្ញុំនេះជានរណាខ្ញុំប្រាប់ថាខ្ញុំបាទឈ្មោះដាវីតសវណ្ណហើយខ្ញុំមកពីស្រុកបារាំងខ្ញុំមកនេះគឺខ្ញុំមកជួយយុវជននេះពីព្រោះខ្ញុំញ៉ាំអីនៅជានេះដែរហើយគេថារឿងអីមកប៉ះពាល់អីគ្មានតាក់ទងនឹងរឿងលោកឯងទេរឿងអីលោកឯងធ្វើទៅខ្ញុំថាខ្ញុំអត់ថយជាដាច់ខាតពីព្រោះខ្ញុំឃើញអំពើអយុត្តិធម៌របស់ពួកឯងធ្វើមិនគួរគប្បីមកលើយុវជននេះដូច្នេះខ្ញុំអត់ថយទេខ្ញុំត្រូវតែតស៊ូមួយជំហានស្លាប់ក៏ខ្ញុំនៅឈរទីនេះដើម្បីជួយយុវជននេះដែរពេលនោះគេគម្រាមគប់សម្លុតមែនតែនទៅដល់យុវជននេះគេព្យាយាមឲ្យយុវជននោះធ្វើក្រដាស់សញ្ញេដើម្បីទទួលស្គាល់ថាយុវជននោះបាននិយាយពាក្យទាំងនោះមែនហើយឲ្យយុវជននោះលុតជង្គង់សំទោសគេតែខ្ញុំនៅតែស្រែកប្រាប់ថាមិនឲ្យលុតជង្គង់ជាដាច់ខាតហើយគ្មានធ្វើក្រដាស់អីទេហើយគេបានគម្រាមទៀតថាគេនឹងយកក្រដាស់នេះទៅប្តឹងនៅអង្គការសេចឬក៏ពេចឬក៏ណាច់គេនឹងតាក់ទងគេធ្វើឲ្យបញ្ហានោះតាក់ទងទៅរឿងនយោបាយតាក់ទងទៅលើលោកកឹមសុខាលោកសំរងស៊ីពីព្រោះគេបានបញ្ចេញពាក្យនោះច្បាស់ណាស់គេនឹងយកក្រដាស់នោះទៅឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតហើយខ្ញុំបានព្យាយាមតវ៉ាស្រែកជាមួយគេថាតើសិទ្ធិអីបានជាលោកប្រើសិទ្ធិរបស់លោកគម្រាមកំហែងហើយបំភ្លឺការពិតគេយ៉ាងដូចនេះគេអត់មានពាក់ព័ន្ធទៅដល់លោកប្រធានសំរងស៊ីអត់មានទៅដល់លោកប្រធានកឹមសុខាទេប៉ុន្តែលោកបានប្រើសិទ្ធិអំណាចបំពានគេទាំងស្រុងបាទខ្ញុំបានប្រាប់ថាឥឡូវនេះបើសិនជាខ្ញុំប្រើសិទ្ធិរបស់ខ្ញុំវិញខ្ញុំប្តឹងពេលនេះខ្ញុំឃើញបងឋានាគាត់ស្រែកដូចខ្ញុំដែរឥឡូវខ្ញុំក៏មានសិទ្ធិដែរឥឡូវយើងចង់ធ្វើអីធ្វើទៅសិទ្ធិដូចគ្នាដូច្នេះហើយខ្ញុំហើយបងឋានាគឺស្រែកព្រមគ្នាយ៉ាងដូចនេះ
ខ្ញុំថាអ្នកឯងចង់ធ្វើអីធ្វើទៅប៉ុន្តែជុំកុសលនោះគេបានស្រែកថាគេបានមកព្យាយាមនិយាយអំពីមូលហេតុថាយើងមិនគួរណាធ្វើអំពើថោកទាបនិយាយមើលងាយគេដែលយើងជាខ្មែរដូចគ្នាខ្ញុំថាយើងជាខ្មែរដូចគ្នាប៉ុន្តែអ្នកខ្លះបានប្រកាសថាខ្លួនជាខ្លួនខ្មែរក្បាលយួនហើយខ្លួនបានស្រែកប្រាប់ទៀតថាជាយួនចង់មកតទល់យ៉ាងម៉េចហើយខ្ញុំថាបើខ្មែរដូចគ្នាខ្មែរយើងមានភាសាទីមួយហេតុអីនិយាយគ្នាមិនបានប៉ុន្តែគេអត់ស្ដាប់យើងទេក្រុមទាំង4នេះគេអត់ស្ដាប់យើងជាដាច់ខាតហើយគេបានលើកហេតុផលថាគណៈបកសង្គ្រោះជាតិគឺជាគណៈបកដែលមិនស្គាល់នឹងឈ្នះឆ្នោតផងហើយចង់ញុះញង់ហើយនឹងបង្កើតនៃការសងសឹកខ្ញុំឆ្លើយវិញភ្លាមជាមួយលោកជុំកុសលនឹងខ្ញុំឆ្លើយប្រាប់ថាអ្នកនិយាយនឹងគឺបំភ្លឺទាំងស្រុងគេមិនបំភ្លឺទេគេនិយាយពាក្យសច្ចៈខ្ញុំថាសច្ចៈត្រង់ណាបើអ្នកឯងរាល់ថ្ងៃអ្នកឯងនិយាយតាមទូរទស្សន៍បំពុលបរិយាកាសធ្វើឲ្យស្ថិរភាពប្រជាពលរដ្ឋយល់ខុសយល់ច្រឡំអ្នកឯងអាចតែមានប្រព័ន្ធឃោសនាស័ព្ទអ្នកឯងអាចនិយាយអ្វីបានតាមចិត្តខ្ញុំសួរគេថាតើអ្នកឯងហ៊ាននិយាយជាមួយខ្ញុំទេជាមួយតទល់3ទល់ទៅ3ទេខ្ញុំនឹងឡើងទូរទស្សន៍ជាមួយអ្នកឯងវេទិកាជាមួយអ្នកឯងតើអ្នកឯងហ៊ានទេពេលនោះបងទឹកឋានៈបានឲ្យទាំងទូរស័ព្ទទៀតថាបើសិនជាចង់ឡើងជាមួយខ្ញុំឲ្យទូរស័ព្ទបងឋានៈឆ្លើយដូចនេះហើយចំណែកខ្ញុំវិញខ្ញុំប្រាប់ថាថ្ងៃនេះខ្ញុំបានមានសំណាងណាស់តែខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំរកយូរហើយតាំងពីខ្ញុំរស់នៅស្រុកបារាំងខ្ញុំប៉ងថាប្រសិនបើខ្ញុំមកដល់ស្រុកខ្មែរខ្ញុំនឹងព្យាយាមជួបទាំង3នេះគឺចង់ជជែកវែកញែកលើតុមូលដើម្បីឲ្យប្រជាពលរដ្ឋសុភវិនិច្ឆ័យក្នុងការឲ្យតម្លៃទៅលើជនទាំង3នោះតើគិតយ៉ាងដូចម្តេចពេលនោះខ្ញុំបានប្រាប់ថាឥឡូវយើងជួបគ្នាលើទូរទស្សន៍តើបានទេលោកជុំកុសលបានឆ្លើយថាគេជួប5ម៉ោងឬ10ម៉ោងក៏បានដែរជួបនៅកន្លែងណាមួយក៏បានដែរខ្ញុំថាអត់ជួបនៅកន្លែងណាមួយទេខ្ញុំជួបនៅលើទូរទស្សន៍ជាមួយអ្នកឯងកុំឲ្យអ្នកឯងស្រែកតែខាងម្ខាងវាអយុត្តិធម៌ស្រែកជាមួយខ្ញុំទុកឲ្យប្រជាពលរដ្ឋជាអ្នកធ្វើការវិនិច្ឆ័យចោះពេលនោះគេថាគេមិនអាចជួបបាននៅលើទូរទស្សន៍អញ្ចឹងខ្ញុំឲ្យបងបណ្ណាខ្ញុំក៏នឹកឃើញថាជននេះពិតជាជនកំស្រាកណាស់បាននិយាយត្រឹមតែម្ខាងដើម្បីបំពុលសតិអារម្មណ៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះបាទសូមអរគុណលោកដាវីតសវណ្ណឥឡូវលោកបណ្ណាមានអ្វីបន្ថែមជុំវិញនឹងការប៉ះទង្គិចគ្នាឲ្យលោកបានទៅធ្វើអន្តរាគមន៍នៅព្រឹត្តិការណ៍នោះលោកមានអីបន្ថែមជំរាបជូនដល់អ្នកស្ដាប់បន្ថែមបាទខ្ញុំសូមបន្ថែមដើម្បីឲ្យប្រជាពលរដ្ឋពិភពលោកហើយនឹងកូនខ្មែរទាំងអស់យល់ថាមនុស្សទាំង3-4នាក់ដែលមកអង្គុយមានស្រានៅលើតុផងនេះខ្ញុំបានឃើញទស្សនវិជ្ជាថារាយយកស្រាជាធំធ្លាប់សម្លុតគេធ្លាប់ធ្វើបាបគេហើយប្អូនយុវជនក្រុមនោះនៅលើតុគាត់ញ៉ាំកាហ្វេបាទដល់ចឹងទៅឃើញថាការប្រើអំណាចរបស់ក្រុមនេះខ្លាំងសាហាវណាស់ជាពិសេសនឹងគឺថាលោកថៃសិផានដែលខ្ញុំធ្លាប់ស្គាល់លោកនឹងលោកសម្ដីកោងហើយអត់ញិនជាមួយអ្នកណាដូចលោកប្រើអំណាចចវាយលោកពងចាញ់ឆ្នោតលោកអត់ដឹងថាចវាយលោកពងចាញ់ឆ្នោតគេទេកំពុងបំបត្តិឆ្នោតគេហើយឥឡូវហ្នឹងលោកនៅខ្លាំងទៀតចុះពេលបើសិនជាគាត់នឹងថ្ងៃ28បោះឆ្នោតឈ្នះគេដូច90កៅអីអីលួចគេចឹងហើយមកដល់មិនដឹងជាប្រើប៉ូលីសឲ្យចាត់គេបាញ់គេចោលបាត់ហើយមិនដឹងនោះខ្ញុំយល់ថាអញ្ចឹងហើយអីលោកស្អីណាបណ្ឌិតឯណារស់ចាត់របស់ខ្ញុំធ្លាប់ស្គាល់លោកហើយជាខ្ញុំធ្លាប់រៀនជាកូនសិស្សលោកហ្នឹងសម្ដីលោកមិនសមជាគេហៅថា PhD ឬក៏បណ្ឌិតទេព្រោះលោកសម្ដីឲ្យលោកគ្មានយុត្តិធម៌ក្នុងសង្គមទេលោកសម្ដីកោងកាចធ្វើឲ្យខ្ញុំនឹងអត់គ្រប់លោកជាដាច់ខាតហើយលោកមួយថាឈឹមផលពីរុនណាខ្ញុំអត់ដាក់លឺទេប៉ុន្តែលោកនឹងគឺថាសម្ដីអូមើងម៉ាត់ដូចខ្លួនឯងនឹងជាម្ចាស់ប្រទេសខ្លួនឯងនឹងបញ្ជាទៅប៉ូលីស PM ពួកនេះគឺថាអត់មានអីក្រៅពីអំណាចទេហើយដល់ហើយទៅចុងក្រោយនេះខ្ញុំឃើញមសៀជុំកសលនឹងដែលខ្ញុំឃើញបងប្អូនខ្មែរគ្រប់រូបហើយខ្ញុំមកស្រុកខ្មែរឥឡូវចំនួនមួយខែជាងហើយមកជួយបោះឆ្នោតនឹងក្នុងទូរទស្សន៍កញ្ចក់ទូរទស្សន៍រាល់ថ្ងៃនេះគាត់នឹងបំភ្លឺការពិតហើយគាត់ហ៊ានងើបឡើងមកនិយាយថាអូខ្ញុំក៏ជាអ្នកសម្របសម្រួលទេពេល3នាក់នឹងគេដើរទៅគេទុកឲ្យប៉ូលីសចាត់ចែងឲ្យយកក្មួយប្អូននឹងទៅដាក់គុកហើយដល់ចឹងទៅគេហៅនៅអធិការគេហៅអធិការមេប៉ូលីសនឹងឲ្យមកធ្វើការសាកសីនឹងហើយគេបានដើរចេញទៅជុំកសលគេថាណែបងឯងទទួលស្គាល់ទេគេនិយាយមកខ្ញុំទឹកតាថាបងឯងទទួលស្គាល់ទេថារបបខ្មែរក្រហមណាដែលសម្លាប់មនុស្សអស់3លាននាក់ហើយណាជារបបឆេះរបប7មកដែលមានសម្ដេចនាយកហ៊ុនសែននឹងគាត់បានធ្វើឲ្យយើងសុខសាន្តនេះគឺថាជានយោបាយដែលជុំកសលអត់ដឹងខ្យល់អីផ្កាប់មុខដែលជាអ្នកវិភាគនយោបាយដ៏កំសាកបំផុតហើយខ្ញុំហើយនឹងប្អូនដេវីតសវណ្ណពីរនាក់នឹងមួយមកពីស្រុកបារាំងមួយពីស្រុកអាមេរិកបានការពារណាដែលប្អូនម្នាក់ដែលគាត់ណាមានឆន្ទៈដែលជាខ្មែរគាត់ឈឺចាប់ពេកគាត់ឃើញមុខពួកនឹងមិនបានដូច្នេះហើយគាត់បានបញ្ចេញគាត់បានស្រាយសម្លេងបន្តិចឲ្យលោកនឹងឮថា
ណាខ្ញុំអត់សប្បាយចិត្តរបស់លោកឯងដែលកំពុងតែសម្លាប់នេះខ្លួនឯងទេបើអញ្ចឹងទៅលោកអត់ឈឺណាតែខ្លួនឯងហ្នឹងប្រកបប្រើអំណាចហើយដល់មានពួកបារាំងពួកអាមេរិកមកការពារក្តីរបស់កូនក្មេងម្នាក់បានមកនិយាយថាអូជុំកសលគេអួតថាខ្ញុំគ្រាន់តែនិយាយចង់ឲ្យយុត្តិធម៌ទេអញ្ចឹងហើយខ្ញុំក៏បានសួរទៅវិញថាបើលោកចង់បានយុត្តិធម៌បើអញ្ចឹងយើង debate គ្នាទៅយើងមានការតវ៉ាគ្នានៅក្នុងតាមសាធារណៈទៅណាយើងឲ្យគេឆ្លើយមកវិញមកថា10ម៉ោងក៏បានដែរដល់ពួកយើងបាននិយាយថាឥឡូវសុំទៅឡើងតេឡេវីយ៉ុងហ្មងទៅណាទៅឡើងទូរទស្សន៍ហ្មងទៅដើម្បីយើងតវ៉ា3ទល់3មកបានអត់ហ៊ានដកគ្នាទៅអាហ្នឹងគឺថាខ្ញុំសូមបន្ថែមថាចរិតមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះជាចរិតថោកទាបបំផុតប្រើអំណាចកាយការបាទអរគុណលោកទេពណាឥឡូវលោកដាវីតសវណ្ណម្ដងខ្ញុំចង់ដឹងអំពីវាសនាចុងក្រោយរបស់យុវជននោះថាតើត្រូវបានប៉ូលីសឃាត់ខ្លួនយកចាប់ខ្លួនតាមកំហឹងរបស់ក្រុមលោកផៃស៊ីផានឬមួយក៏លោកបានធ្វើអន្តរាគមន៍ឲ្យរួចផុតពីក្រុមលោកផៃស៊ីផាននៅពេលនោះតាមធម្មតាគឺការបញ្ជារបស់មន្ត្រីរាជរដ្ឋាភិបាលដែលគេអះអាងថាទេសរដ្ឋមន្ត្រីគឺលោករស់ចន្ទប្របុត្រគាត់បានប្រកាសចេញពីបបោមាត់ដ៏អាក្រក់របស់គាត់ដ៏ស្អុយក៏គ្រប់ថាគាត់ជាទេសរដ្ឋមន្ត្រីគាត់បញ្ជាទៅអធិការម្នាក់ដែលជាមានវ័យក្មេងឲ្យចាប់យុវជនយកទៅដាក់គុកហើយគេនឹងប្រើសិទ្ធិបណ្ដឹងដោយចោទប្រកាន់យុវជននោះចំនួន3ចំណុចដូចខ្ញុំបានរៀបរាប់ខាងលើហើយឲ្យអធិការនិងប៉ូលីស PM ហ្នឹងនាំជននោះយកទៅឃុំនៅកន្លែងសង្កាត់គឺខណ្ឌរបស់គេប៉ុន្តែខ្ញុំនៅតែព្យាយាមមិនឲ្យនាំយុវជននោះទៅជាដាច់ខាតខ្ញុំបានបញ្យល់ហើយបានប្រាប់ទៅលោកអធិការថានេះគឺជាសិទ្ធិរបស់គាត់ក្នុងការបញ្ចេញមតិគឺជាប្រជាពលរដ្ឋខ្មែរម្នាក់គឺជាយុវជនខ្មែរម្នាក់អង្គអាចក្លាហានលោកហ៊ានបញ្ចេញមតិហុសចេញពីឧត្តមគតិនិងឆន្ទៈរបស់លោកពិតដូច្នេះមិនត្រូវធ្វើអំពើផ្ដេសផ្ដាសទៅលើគាត់ទេប្រសិនបើលោកអធិការស្ដាប់ជនទាំង3នោះវាហាក់ដូចជាអយុត្តិធម៌ចំពោះយុវជននោះខ្លាំងណាស់ពីព្រោះជនទាំង3នោះសុទ្ធតែមានអំណាចនៅក្នុងរដ្ឋាភិបាលហើយជនទាំង3នោះអាចប្រឡ័យខុសនៅការពិតពីព្រោះខ្ញុំជាសាក្សីម្នាក់ដែលនៅទីនេះហើយខ្ញុំតតាំងពីដើមរហូតដល់លោកអធិការមកដល់ដូច្នេះហើយខ្ញុំព្យាយាមនិយាយជាមួយលោកអធិការនោះប៉ុន្តែខ្ញុំសូមជម្រាបបញ្ជាក់ថាយុវជនអធិការនោះគឺជាយុវជនម្នាក់ដែលធ្លាប់រៀននៅសាលាជាមួយខ្ញុំកាលខ្ញុំរស់នៅស្រុកខ្មែរគេខ្លាចទៅជាអធិការបម្រើឲ្យរាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនប៉ុន្តែដោយសារមិត្តភាពពីមុនមកកាលខ្ញុំនៅពីទូចហើយគេបានប្រាប់ខ្ញុំថាឲ្យពួកអស់ទាំងនេះចុះទៅសិនទៅគេចាំឲ្យយុវជននេះចុះទៅតាមក្រោយពេលនោះខ្ញុំឃើញលោកជុំកសលព្យាយាមនៅនិយាយជាមួយអធិការនោះប៉ុន្តែអធិការនោះលោកមិនព្រមស្ដាប់ទេលោកបានប្រាប់ឲ្យខ្ញុំចុះទៅក្រោមហើយឲ្យជុំកសលចុះទៅក្រោមពេលនោះខ្ញុំឲ្យយុវជននោះចុះទៅខាងក្រោមជាមួយខ្ញុំដែរហើយក៏ចេញទៅប៉ុន្តែខ្ញុំចង់បញ្ជាក់ថានៅពេលដែលខ្ញុំបបួលជននោះឡើងទូរទស្សន៍លោកជុំកសលហ្នឹងគឺគាត់មិនហ៊ានទេអញ្ចឹងបានន័យទៅរួមសេចក្តីមកខ្ញុំឃើញថាពួកនេះគ្មានសមត្ថភាពអ្វីឡើយគឺមួយថ្ងៃបានតែព្រុសដោយគ្មានអ្នកដៃគូមកតទល់ជាមួយគាត់បានតែព្រុសនឹងប្រូបំរើឲ្យចវាយអគតិរបស់គាត់ដើម្បីលាភសក្ការៈបុណ្យស័ក្តិដូច្នេះហើយឃើញថាសញ្ញាបត្របណ្ឌិតរបស់ពួកគាត់នេះគឺគ្មានអ្វីទៅថាពិតប្រាកដទេគឺជាសញ្ញាបត្របោកប្រាស់យកតែលុយយកតែអំណាចយកតែរបររកស៊ីរបស់គាត់រាល់ថ្ងៃចំការចិញ្ចឹមជីវិតរបស់គាត់ហ្នឹងហើយអញ្ចឹងហើយឃើញថាបំណងរបស់ខ្ញុំពិតជាបានសម្រេចមែនតាំងពីខ្ញុំរស់នៅស្រុកបារាំងខ្ញុំពេលខ្ញុំបើកទូរទស្សន៍ម្ដងហើយខ្ញុំឃើញជនទាំងនេះនិយាយតាមកញ្ចក់ទូរទស្សន៍ខ្ញុំមានកំហឹងខ្លាំងណាស់ខ្ញុំនឹងថាពេលណាខ្ញុំចុះទៅដល់ស្រុកខ្មែរខ្ញុំនឹងស្វែងរកជននេះប៉ុន្តែនេះពិតជាទេវតាប្រទានឲ្យខ្ញុំមែនខ្ញុំបានជួបជននេះដោយចៃដន្យទាំង3នេះគឺលោកឈឹមផលពរុនលោកជុំកសលនេះខ្ញុំបបួលឡើងទូរទស្សន៍ប៉ុន្តែគេអត់ហ៊ានទេគេគ្រាន់គេបែរជាប្រាប់ខ្ញុំថាគេទៅជួបក្រៅបាន5ម៉ោងក៏ដោយ10ម៉ោងក៏ដោយអញ្ចឹងហើយបានខ្ញុំសន្និដ្ឋានឲ្យខ្ញុំសូមជម្រាបដល់បងប្អូនថាពួកនេះគឺជាពួកកំសាកបំផុតវាបានត្រឹមតែព្រុសដែលគ្មានគេការចូលរួមហើយបានត្រឹមតែបំពុលទៅឲ្យសតិអារម្មណ៍របស់ប្រជាពលរដ្ឋអញ្ចឹងបានថាសិទ្ធិជនអសមត្ថភាពអកតេដូចម្ចាស់របស់គេអញ្ចឹងដែរបាទខ្ញុំសូមអរគុណលោកដាវីតសវណ្ណក៏ដូចជាអរគុណលោកទិព្វណាដែលបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលយុវជននោះប៉ះទង្គិចជាមួយនឹងក្រុមលោកផៃស៊ីផានដែលគេស្គាល់ថាជាមន្ត្រីមានអំណាចនៅក្នុងរដ្ឋាភិបាលរបស់លោកហ៊ុនសែនបាទលោកនាងនឹងបានតាមដានស្ដាប់ព័ត៌មានពិស្ដារទាក់ទងនឹងព្រឹត្តិការណ៍
ជួបជាមួយនឹងយុវជននេះនៅពេលក្រោយទៀតនៅពេលនេះខ្ញុំបាទអសុខាសូមអរគុណសូមជម្រាបលាជួបគ្នានៅពេលក្រោយទៀតបាទ